សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វគ្គការចូលទៅចិត្តព្រះជាម្ចាស់វាផ្អែកលើសៀវភៅដែលខ្ញុំបាននិពន្ធនៅឆ្នាំ2004ហើយជាព្រះបន្ទូលដ៏សំខាន់សម្រាប់យើងនៅថ្ងៃនេះអ្នកដឹងទេគោលបំណងទាំងស្រុងនៃសៀវភៅនេះខ្ញុំជឿថាគឺចេញពីសម្រេចព្រះតីរបស់ព្រះជាម្ចាស់ដែលសួរយើងនៅសំណួរនេះគឺអ្នកហើយនឹងខ្ញុំនៅសំណួរនេះថាហេតុអ្វីបានជាយើងស្កប់ចិត្តដោយគ្មានព្រះវត្តមានទ្រង់ដែលមានន័យថាហេតុអ្វីបានជាយើងបន្តនៅឆ្ងាយពីទ្រង់នៅពេលដែលយើងអាចចូលទៅមានភាពស្និទ្ធស្នាលជាមួយទ្រង់សារទាំងមូលកើតឡើងចេញពីអត្ថបទគម្ពីរនៅយ៉ាកុបចំពុក4ខ8ដែលចែងថាសូមចូលទៅចិត្តព្រះជាម្ចាស់នោះព្រះអង្គនឹងយាងមកចិត្តបងប្អូនវិញដែរសូមនិយាយពាក្យនេះជាមួយខ្ញុំចូលទៅចិត្តព្រះជាម្ចាស់នោះព្រះអង្គនឹងយាងមកចិត្តបងប្អូនវិញដែរឥឡូវនេះខ្ញុំសូមសួរសំណួរមួយខ្ញុំចង់ឲ្យអ្នកឆ្លើយលឺតើនរណាចូលចិត្តមុនព្រះជាម្ចាស់ឬអ្នកគឺយើងមានអ្វីមួយយ៉ាងដែលយើងធ្វើដែលយើងចាប់ផ្ដើមដែលនឹងធ្វើឲ្យព្រះដែលបានបង្កើតសកលលោកទាំងមូលដែលដាក់ផ្កាយនៅតាមគន្លងរបស់វាដោយព្រះអង្គលីរបស់ទ្រង់ដែលបានដាក់ឈ្មោះឲ្យផ្កាយនីមួយៗទាំងនោះដែលថ្លឹងគ្រប់ទាំងដំណក់ទឹកនៅលើផែនដីនេះដោយព្រះហស្ថរបស់ទ្រង់ឲ្យយើងចូលមកចិត្តខ្ញុំមិនដឹងអំពីលោកអ្នកទេប៉ុន្តែខ្ញុំពិតជារំភើបខ្លាំងណាស់បាននិយាយរួមទៅអ្វីដែលលោកសាវកកំពុងនិយាយអ្វីដែលព្រះជាម្ចាស់កំពុងមានបន្ទូលតាមរយៈលោកសាវកយ៉ាកុបគឺថាលោកអ្នករាល់គ្នាគឺជាអ្នកដែលកំណត់នៅកម្រិតនៃទំនាក់ទំនងជាមួយព្រះជាម្ចាស់មិនមែនជាព្រះអង្គទេឥឡូវនេះខ្ញុំចង់និយាយម្ដងទៀតព្រោះវាជារឿងដ៏សំខាន់គឺជាអ្នកមិនមែនជាព្រះទេដែលនឹងកំណត់របៀបដែលអ្នកចូលទៅជិតស្និទ្ធជាមួយនឹងព្រះជាម្ចាស់ខ្ញុំគិតថាអ្នកជឿជាច្រើនមានទស្សនៈបែបនេះនៅពេលដែលខ្ញុំធ្វើដំណើរនិងនិយាយជាមួយមនុស្សជាច្រើនគេមានទស្សនៈបែបនេះថាគេគិតថាមានគ្រឹះបរិស័ទមួយចំនួនកើតមកពិតជាមានសំណាងណាស់អូខេដូចជាអ្នកម្ដាយ Teresa លោកគ្រូ Billy Graham មនុស្សទាំងនេះចិត្តស្និទ្ធនឹងព្រះជាម្ចាស់ព្រោះពួកគេជ្រើសរើសចិត្តស្និទ្ធនឹងទ្រង់ខ្ញុំសូមនិយាយដូចនេះមនុស្សមួយចំនួនដែលខ្ញុំបានជួបនៅក្នុងជីវិតរបស់ខ្ញុំដែលបានដើរយ៉ាងជិតស្និទ្ធជាមួយនឹងព្រះអង្គម្ចាស់អ្នកនឹងមិនដែលឃើញពួកគេអធិប្បាយនៅលើវេទិកាក្រុមជំនុំទេមនុស្សទាំងនេះចិត្តស្និទ្ធនឹងព្រះជាម្ចាស់ព្រោះពួកគេជ្រើសរើសចិត្តស្និទ្ធនឹងទ្រង់នៅពេលដែលខ្ញុំគិតអំពីការចូលទៅចិត្តទ្រង់នេះជាអ្វីដែលខ្ញុំនឹកឃើញមុនគេហើយខ្ញុំចង់ឲ្យអ្នកយកចិត្តទុកដាក់ស្ដាប់អ្វីដែលខ្ញុំនិយាយព្រះជាម្ចាស់ផ្ទាល់ឆេះឆួលចង់បានភាពស្និទ្ធស្នាលជាមួយនឹងអ្នកខ្លាំងជាងអ្នកចង់បានភាពស្និទ្ធស្នាលជាមួយនឹងទ្រង់មែនហើយនោះជារឿងពិតទ្រង់ចង់ចិត្តស្និទ្ធនឹងអ្នកខ្លាំងជាងអ្នកចង់ចិត្តស្និទ្ធនឹងទ្រង់ព្រោះបើអ្នកមើលយ៉ាកុបចំពុក4ខទី5ចែងថាព្រះជាម្ចាស់ស្រឡាញ់ព្រះវិញ្ញាណដែលព្រះអង្គប្រទានមកគង់ក្នុងបងប្អូនរហូតដល់ព្រះច័ន្ទហើយពាក្យក្រិចសម្រាប់ពាក្យថាស្រឡាញ់នៅត្រង់ខនេះគឺមានន័យថាចង់បានយ៉ាងខ្លាំងក្លានិងជាបន្តបន្ទាប់ដូច្នេះសូមគិតពីចំណុចនេះព្រះជាម្ចាស់ចង់បានអ្វីជាខ្លាំងគឺការរួមប្រកបជាមួយនឹងអ្នកទ្រង់ក៏ចង់បានការរួមប្រកបនោះជាបន្តបន្ទាប់ជាប់លាប់ដែរលីសានិងខ្ញុំបានរៀបការជាង40ឆ្នាំហើយយើងជាមិត្តជិតស្និទ្ធនឹងគ្នាគាត់ជាកល្យានមិត្តរបស់ខ្ញុំនៅលើផែនដីនេះប៉ុន្តែអ្នកដឹងទេប្រសិនបើខ្ញុំដាស់គាត់ឲ្យភ្ញាក់នៅម៉ោង2ព្រឹកនៅពេលដែលគាត់កំពុងតែគេងលក់ស្រួលគាត់ប្រកាសជាមិនពេញចិត្តនឹងខ្ញុំទេគាត់ប្រកាសជាសួរថាចនមិនបានជាដាស់អូនអញ្ចឹងប៉ុន្តែលោកអ្នកដឹងទេបើខ្ញុំភ្ញាក់នៅម៉ោង2នៅពេលព្រឹកព្រលឹមហើយព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលមកកាន់ខ្ញុំនោះបង្ហាញពីការដែលទ្រង់ចង់បានយើងយ៉ាងជាប់ជានិច្ចពេលខ្ញុំគិតអំពីការដែលព្រះជាម្ចាស់ស្រឡាញ់ចង់បានយើងខ្ញុំគិតអំពីអ្វីដែលដាវីតបានសរសេរនៅទំនុកដង្កើងចំពុក139ខ17និង18អោព្រះជាម្ចាស់អើយព្រះតម្រិះរបស់ព្រះអង្គអំពីទូលបង្គំជ្រៅជ្រះណាស់ហើយមានច្រើនឥតកណនាទៀតផងប្រសិនបើទូលបង្គំរាប់ក៏រាប់មិនអស់ដែរព្រោះមានចំនួនច្រើនជាងក្របខ្សាច់ទៅទៀតខ្ញុំចង់ឲ្យអ្នកផ្អាកគិតពីចំណុចនេះបន្តិចដាវីតនិយាយថាប្រសិនបើអ្នករាប់គ្រប់ទាំងព្រះតម្រិះដែលព្រះជាម្ចាស់គិតអំពីអ្នកដោយផ្ទាល់មិនមែនសំដៅលើក្រុមជំនុំជារួមទេគឺរូបអ្នកផ្ទាល់គាត់ថាវាមានចំនួនច្រើនជាងក្របខ្សាច់នៅលើផែនដីនេះទៅទៀតសូមគិតអំពីចំណុចនេះឲ្យមែនទែនគឺនៅគ្រប់ឆ្នេរនៅគ្រប់វាលខ្សាច់និងគ្រប់ទីលានកូនហ្គោលគឺក្របខ្សាច់ច្រើនណាស់នៅត្រង់នេះអ្នកវិទ្យាសាស្ត្រប្រាប់យើងថាសម្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រគឺមានប្រមាណជា1លានគ្រាប់នៃខ្សាច់1 feetគីបដែលមាននៅតាមឆ្នេរគឺ1លានគ្រាប់ក្នុង1 feetគីបឥឡូវនេះបើខ្ញុំគិតអំពីលីសាគាត់គឺជាមនុស្សដែលខ្ញុំអាសាគិតជាងគេអ្នកដឹងទេប្រសិនបើអ្នកមិនចង់នៅក្បែរនរណាម្នាក់អ្នកមិនសូវគិតអំពីគេទេតែលីសាជាមនុស្សដែលខ្ញុំចង់ជិតស្និទ្ធខ្លាំងជាងគេលើផែនដីនេះតែបើខ្ញុំគិតអំពីលីសាម្ដងក្នុងពេល12វិនាទីក្នុងពេល40ឆ្នាំកន្លងមកនេះបើធៀបទៅគឺមិនបាន10 feetគីបនៃក្របខ្សាច់នៅតាមឆ្នេរទេហើយនេះជារឿងដ៏អស្ចារ្យអ្នកនេសាទប្រហែលអាចនិយាយពន្លើព្រានព្រៃអាចនិយាយពន្លើកីឡាករអាចនិយាយពន្លើប៉ុន្តែព្រះជាម្ចាស់មិនអាចមានព្រះបន្ទូលពន្លើទេ
ព្រោះការនិយាយពន្លើគឺជាការកុហកហើយព្រះជាម្ចាស់មិនអាចកុហកទេដូច្នេះព្រះជាម្ចាស់មានបន្ទូលថាព្រះតម្រិះរបស់ទ្រង់អំពីអ្នកមានចំនួនច្រើនជាងគ្រាប់ខ្សាច់ដែលមាននៅលើផែនដីនេះទៅទៀតហើយទ្រង់មិនអាចមានបន្ទូលពន្លើទេតើអ្នកយល់ថាទ្រង់គិតអំពីអ្នកច្រើនប៉ុណ្ណាដែរឬទេទ្រង់ជ្រាបថានៅលើក្បាលរបស់អ្នកមានសក់ប៉ុន្មានសរសៃវិទ្យាសាស្ត្រប្រាប់យើងថាជាមធ្យមមនុស្សមានសក់ប្រមាណ100,000សរសៃនៅលើក្បាលបើខ្ញុំដើរចូលទៅក្នុងបន្ទប់មួយដែលមានមនុស្ស100,000នាក់តើខ្ញុំអាចប្រាប់អ្នកបានទេនៅពេលនោះថាមានមនុស្សប្រមាណអ្នកដែលមានសក់999,996 សរសៃនៅលើក្បាលហើយទោះបីជាខ្ញុំអាចទាយដឹងចំនួននោះក៏ដោយក៏ខ្ញុំអាចទាយខុសដែរព្រោះមនុស្សយើងជ្រុះសក់ពី52ទៅ100សរសៃនៅក្នុងមួយថ្ងៃតែព្រះជាម្ចាស់ជ្រាបនៅគ្រប់ពេលទាំងអស់ថាអ្នកមានសក់ប៉ុន្មានសរសៃនៅលើក្បាលតើអ្នកយល់ទេថាទ្រង់គិតអំពីអ្នកខ្លាំងប៉ុណ្ណាទ្រង់ចង់បានអ្នកជាខ្លាំងទ្រង់ស្រឡាញ់អ្នកជាខ្លាំងនោះជាចំណុចសំខាន់នៃរឿងនេះដើម្បីដាស់ឲ្យអ្នកមានចិត្តស្រេកឃ្លានចង់បានទ្រង់ព្រោះទ្រង់បានស្រេកឃ្លានចង់ជិតស្និទ្ធនឹងអ្នករួចទៅហើយសូមស្ដាប់ចំណុចនេះនៅពេលដែលអ្នកគិតអំពីនរណាម្នាក់ច្រើនយ៉ាងនោះអ្នកចង់ទំនាក់ទំនងជាមួយពួកគេខ្ញុំចូលចិត្តតាក់ទងជាមួយលីសាព្រះជាម្ចាស់ចង់ទំនាក់ទំនងជាមួយអ្នកដឹងទេលោកប៉ូលមានប្រសាសន៍បែបនេះគាត់មានប្រសាសន៍ថាបងប្អូនជ្រាបស្រាប់ហើយថាកាលបងប្អូនមិនទាន់ស្គាល់ព្រះអង្គនៅឡើយបងប្អូនបានបណ្ដោយខ្លួនទៅគោរពព្រះคล้ายៗដែលមិនចេះនិយាយនោះគឺ1ករិនថូសចំពុក12ខទី2នៅក្នុងព្រះគម្ពីរដែលលោកប៉ូលមានន័យថាលក្ខណៈខុសគ្នារវាងព្រះជាម្ចាស់និងព្រះคล้ายៗគឺព្រះជាម្ចាស់ជាព្រះដែលប្រស្រ័យតាក់ទងនឹងអ្នកដែលផ្ទុយពីព្រះคล้ายៗដែលមិនចេះនិយាយអ្វីទាំងអស់ព្រោះព្រះជាម្ចាស់ចង់ទំនាក់ទំនងជាមួយអ្នកប៉ុន្មានឆ្នាំមុនពេលដែលខ្ញុំកំពុងបើកឡានហើយខ្ញុំចាំរឿងនេះមិនភ្លេចពេលខ្ញុំកំពុងបើកឡានលើផ្លូវ highway ហើយព្រះវិញ្ញាណមានបន្ទូលមកកាន់ចិត្តខ្ញុំថាកូនប្រុសអើយចូលអាប់ឡានទៅម្ខាងហើយខ្ញុំបានស្វែងយល់ថាពេលព្រះជាម្ចាស់មានបន្ទូលថាយើងចង់និយាយជាមួយអ្នកប្រហែលជាមិនមែននៅក្នុងពេលវេលាដែលអំណោយផលប្រហែលជាជួនកាលក៏បង្អាក់ជាមួយនឹងអ្វីដែលអ្នកនឹងធ្វើនិងកំពុងធ្វើប៉ុន្តែបើអ្នកមើលនៅក្នុងអត្ថបទគម្ពីរនេះគឺជាអ្វីដែលទ្រង់ធ្វើលោកម៉ូសេនៅវាលហោស្ថានហើយកំពុងមើលជាមឪពុកក្មេករបស់គាត់ហើយព្រះគម្ពីរចែងថាព្រះជាម្ចាស់ធ្វើឲ្យភ្លើងឆេះកំពតព្រៃប៉ុន្តែក៏មិនឆេះសោះដែរហើយយើងឃើញនៅលោកុបាទចំពុក3ខទី3លោកម៉ូសេមានប្រសាសន៍ថាខ្ញុំនឹងឈៀងចូលទៅមើលដូច្នេះសូមស្ដាប់ការឆ្លើយតបរបស់ព្រះអង្គម្ចាស់នៅពេលដែលទ្រង់បានឆ្លើយតបនៅពេលដែលលោកម៉ូសេបាននិយាយថាខ្ញុំនឹងឈៀងចូលទៅពាក្យថាឈៀងចូលទៅខ្ញុំចង់ឲ្យអ្នកយល់ពាក្យនោះវាមានន័យថាបង្វែរចេញពីគម្រោងផែនការរបស់គាត់ផែនការរបស់គាត់សម្រាប់ថ្ងៃនោះគឺត្រូវខ្វៀលឈាមសម្រាប់គាត់ការដែលឈៀងចូលទៅមើលគាត់អាចគិតថាអូខេព្រះជាម្ចាស់កំពុងតែឲ្យខ្ញុំចាប់អារម្មណ៍លើរឿងអ្វីមួយឥឡូវខ្ញុំយកឈាមទៅទុកនៅក្នុងក្រោលសិននៅល្ងាចនេះហើយបន្ទាប់មកខ្ញុំនឹងទៅមើលថាមានរឿងអីអត់ទេគាត់ឈៀងទៅមើលភ្លាមដែលមានន័យថាគាត់ប្រថុយថាឈាមអាចនឹងដើរវង្វេងនៅពេញវាលរហោស្ថានព្រោះគាត់បានដឹងថាព្រះដែលមានគ្រប់បជាស្ដាចង់បានចំណាប់អារម្មណ៍ពីគាត់ព្រះគម្ពីរចែងបែបនេះនៅខទី4មួយខបន្ទាប់ពីនោះថាព្រះអង្គម្ចាស់ឃើញលោកម៉ូសេឈៀងចូលមកចិត្តដូច្នេះព្រះអង្គហៅលោកបើយើងមើលសាំយូអែលនៅយប់មួយព្រះអង្គយាងមកជួបគាត់ហើយថាសាំយូអែលអើយគាត់គ្រាន់តែជាក្មេងប្រុសម្នាក់ហើយក៏ស្ទុះឡើងពីដំណេករត់ទៅជួបគ្រូគង្វាលរបស់គាត់ឈ្មោះថាអេលីហើយសួរថាតើលោកហៅខ្ញុំឬព្រោះសំឡេងរបស់ព្រះស្ដាប់ទៅដូចជាសំឡេងគ្រូគង្វាលគាត់ហើយលោកអេលីថាអត់ទេយើងមិនបានហៅទេយើងកំពុងតែគេងលងលក់ហើយអ្វីបានជាឯងដាស់យើងសាំយូអែលក៏ចូលគេងវិញហើយព្រះជាម្ចាស់យាងមកជួបគាត់ហើយថាសាំយូអែលហើយសាំយូអែលក៏រត់ទៅជួបលោកអេលីទៀតហើយរឿងនេះកើតឡើង4ដងដែល3ដងមុនពេលដែលលោកអេលីបានយល់ថាគឺព្រះជាម្ចាស់មានបន្ទូលទៅកាន់គាត់បើព្រះជាម្ចាស់ដូចជាមនុស្សមួយចំនួនគិតនោះនៅលើកទី2ដែលទ្រង់ឃើញសាំយូអែលរត់ទៅជួបគ្រូគង្វាលអេលីទ្រង់ប្រកាសជាមានបន្ទូលថាសាំយូអែលអត់ទេគឺព្រះអង្គម្ចាស់ជាព្រះរបស់អ្នកយើងចង់មានបន្ទូលទៅកាន់អ្នកប៉ុន្តែព្រះជាម្ចាស់មិនធ្វើអញ្ចឹងទេហេតុអ្វីព្រោះទ្រង់ចង់ឲ្យយើងរៀនពីរបៀបដែលទ្រង់មានបន្ទូលមកកាន់យើងនោះគឺជាផ្នែកនៃទំនាក់ទំនងផ្ទាល់ខ្លួនព្រោះព្រះអង្គចង់មានបន្ទូលមកកាន់កូនរបស់ទ្រង់ម្នាក់ខ្ញុំមានកូនប្រុស4នាក់ហើយខ្ញុំនិយាយជាមួយពួកគេខុសៗពីគ្នាដោយសារតែបុគ្គលិកលក្ខណៈផ្សេងពីគ្នារបស់ពួកគេដូច្នេះព្រះជាម្ចាស់មិនត្រឹមតែចង់បានយើងទេទ្រង់ក៏ចង់ឲ្យយើងចង់បានទ្រង់ដែរទ្រង់ចង់ឲ្យយើងរៀនពីរបៀបដែលទ្រង់ធ្វើការប្រស្រ័យតាក់ទងជាមួយយើងបើអ្នកមើលព្រះយេស៊ូវព្រះគម្ពីរចែងថានៅពេលនេះអ្នកដឹងហើយថាទ្រង់បានអធិប្បាយពេញមួយថ្ងៃបង្រៀនពួកសិស្សទ្រង់មានបន្ទូលថាឥឡូវយើងចុះទូកហើយទៅឆ្នេរម្ខាងទៀតខ្ញុំនឹងឡើងទៅអធិដ្ឋានបន្តិចហើយនៅពាក់កណ្ដាលអាធ្រាត្រព្រះយេស៊ូវយាងដើរនៅលើទឹកព្រះគម្ពីរចែងថាព្រះអង្គយាងលើទឹកទៅរកពួកគេហើយសូមស្ដាប់នៅត្រង់នេះហើយធ្វើដូចជាចង់យាងបង្ហោះតើអ្នកយល់ទេទ្រង់ធ្វើដូចជាចង់យាងបង្ហោះពួកគេ
ខ្ញុំនឹងអានម្ដងទៀតចេញពីព្រះគម្ពីរគឺនៅម៉ាកុសចំពោះ6ខ48ទ្រង់ធ្វើដូចជាចង់យាងបង្ហោះពួកគេប៉ុន្តែអ្នកដឹងទេពេលពួកគេស្រែករកទ្រង់មិនបានយាងហួសទេទ្រង់ក៏ងាកមកឡើងលើទូកជាមួយពួកគេវិញអ្នកឃើញទេថាព្រះអង្គជាព្រះដ៏សុភាពទ្រង់មិនបង្ខំឲ្យអ្នកធ្វើតាមរបៀបរបស់ទ្រង់នោះទេទ្រង់ចង់ឲ្យអ្នកចង់បានទ្រង់តាមរបៀបដូចដែលទ្រង់ចង់បានអ្នកឥឡូវយើងត្រឡប់ទៅរឿងឡានវិញព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលមកខ្ញុំថាចូលអែបទៅម្ខាងហើយអ្វីដែលកើតឡើងគឺក្នុងចម្ងាយ1គីឡូដីកន្លះគីឡូដីក៏មានកន្លែងឈប់សម្រាកមួយនៅលើផ្លូវ highway នោះហើយខ្ញុំចាំថាខ្ញុំក៏អែបឡានទៅម្ខាងទៅកន្លែងឈប់សម្រាកមួយនោះហើយព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលមកកាន់ខ្ញុំថាកូនប្រុសអើយតើយើងមិនបានមានបន្ទូលនៅក្នុងព្រះបន្ទូលរបស់យើងទេឬថាត្រូវអធិដ្ឋានឥតឈប់ឈរខ្ញុំក៏ថាមែនហើយទ្រង់មានបន្ទូលបែបនោះឥឡូវគឺយើងមើលនៅត្រង់ណាគឺនៅក្នុងថេសាឡូនីកខ្សែទី1ចំពុក5ខ17ខ្ញុំបានដឹងហើយខ្ញុំក៏និយាយថាព្រះអង្គគឺនៅក្នុងគម្ពីរថេសាឡូនីកទ្រង់មានបន្ទូលថាត្រូវអធិដ្ឋានឥតឈប់ឈរហើយទ្រង់សួរខ្ញុំថាតើការអធិដ្ឋានជាការនិយាយតែម្នាក់ឬជាការសន្ទនាដែលមានន័យថាតើវាជាការសន្ទនាតែម្នាក់ឬជាការសន្ទនាទៅមកពីរនាក់ហើយខ្ញុំថាបាទព្រះអង្គជាការសន្ទនាទៅមកហើយទ្រង់ថាដូច្នេះបើយើងនិយាយថាអធិដ្ឋានឥតឈប់ឈរហើយអធិដ្ឋានគឺជាការសន្ទនាពីរនាក់នោះមានន័យថាយើងចង់ទំនាក់ទំនងជាមួយអ្នកដោយឥតឈប់ឈរហើយនោះគឺជាការបើកសម្ដែងដ៏អស្ចារ្យមួយដែលបានផ្លាស់ប្ដូរជីវិតខ្ញុំព្រះអង្គមិនបានមានបន្ទូលថាទ្រង់នឹងមានបន្ទូលមកកាន់ខ្ញុំឥតឈប់ឈរទេទ្រង់មានបន្ទូលថាទ្រង់នឹងប្រស្រ័យតាក់ទងដោយឥតឈប់ឈរហើយមានរបៀបផ្សេងៗដើម្បីប្រស្រ័យតាក់ទងសូមណែនាំកម្មវិធីទូរស័ព្ទ Messenger X ជាកម្មវិធីដ៏ថ្មីសន្លាងសម្រាប់ការ download ធនធាននិងបើកមើលវីដេអូជាបណ្ណាល័យ Digital ទាំងមូលដែលមានធនធានសម្រាប់ការបង្កើតសិស្សពីលោកគ្រូចននិងអ្នកគ្រូលីសាបូវីរួមទាំងការបង្រៀនជាវីដេអូសៀវភៅសំឡេង e-book វីដេអូខ្លីៗព្រះគម្ពីរនិងច្រើនថែមទៀតកម្មវិធីនេះអាចប្រើប្រាស់នៅគ្រប់ឧបករណ៍ទាំងអស់និងឥតគិតថ្លៃដោយមានជាង111ភាសាការបង្កើតសិស្សសម្រាប់គ្រប់គ្នានៅគ្រប់ទីកន្លែងសូម download កម្មវិធីទូរស័ព្ទឬចូលទៅគេហទំព័រ messengerx.comលីសានិងខ្ញុំបានរៀបការជាង40ឆ្នាំហើយយើងអាចនៅក្នុងបន្ទប់មួយដែលមានមនុស្សច្រើនលីសាអាចបង្ហាញទឹកមុខបន្តិចមកខ្ញុំតែបន្តិចប៉ុណ្ណោះហើយខ្ញុំអាចសរសេរអត្ថបទ3ទំព័រអំពីទឹកមុខមួយនោះឥឡូវនេះបើ40ឆ្នាំមុនពេលដែលយើងទើបតែរៀបការដំបូងគាត់អាចបង្ហាញទឹកមុខអញ្ចឹងហើយខ្ញុំប្រកាសជាឆ្ងល់ថាលីសាអូនឯងចង់ប្រាប់អីបងហើយគ្រប់គ្នានៅក្នុងបន្ទប់ប្រកាសជាឆ្ងល់មិនខានខ្ញុំមិនបានដឹងច្បាស់ពីរបៀបដែលគាត់ប្រស្រ័យតាក់ទងនៅក្នុងពេល40ឆ្នាំមុនដូចនៅពេលសពថ្ងៃនេះទេអ្នកឃើញទេនេះជាអ្វីដែលអស្ចារ្យណាស់នៅក្នុងទំនាក់ទំនងយើងជាមួយព្រះជាម្ចាស់យើងរីកចម្រើនឡើងក្នុងការរួមប្រកបជាមួយទ្រង់យើងរៀនពីរបៀបដែលទ្រង់មានទំនាក់ទំនងជាមួយយើងហើយទ្រង់មានទំនាក់ទំនងជាមួយកូនខុសៗពីគ្នាទ្រង់មានបន្ទូលទៅនាងម៉ារីនិងលោកអេរ៉ុននៅជនកិត្តិនាចំពុក12ថាបើមានព្យាការីក្នុងចំណោមអ្នកយើងមានបន្ទូលដោយរបៀបនេះប៉ុន្តែជាមួយលោកម៉ូសេជាអ្នកបម្រើរបស់យើងគឺមិនដោយរបៀបនេះទេមានន័យថាព្រះជាម្ចាស់នេះជាអ្វីដែលខ្ញុំសូមនិយាយបែបនេះជាអ្វីដែលធ្វើឲ្យទំនាក់ទំនងយើងជាមួយទ្រង់មានភាពផ្ទាល់ខ្លួនអ្នកឃើញទេទ្រង់ចង់បានទំនាក់ទំនងបែបផ្ទាល់ខ្លួនទ្រង់មិនចង់ឲ្យយើងគិតថាខ្លួនឯងជាកូនមិនសំខាន់ម្នាក់ក្នុងចំណោមកូនរាប់កោតអ្នកទេទ្រង់ចង់ឲ្យយើងដឹងថាទ្រង់ស្គាល់ឈ្មោះយើងហើយទ្រង់តាក់ទងជាមួយយើងនៅក្នុងរបៀបពិសេសប្លែកគេហើយផ្នែកដ៏សប្បាយរីករាយក្នុងការដើរជាមួយនឹងព្រះគឺជាការដែលយើងរកឃើញរបៀបដែលទ្រង់ទំនាក់ទំនងជាមួយយើងព្រះគម្ពីរបើកសម្ដែងអំពីប្រហារតីតាមស្វែងរកដ៏ឆេះឆួលរបស់ព្រះជាម្ចាស់ចំពោះមនុស្សលោកបើអ្នកមើលលោកអាដាមអ្នកឃើញនៅពេលអាដាមនិងអេវ៉ាប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះទ្រង់មិនយាងមកក្នុងសួនឧទ្យានហើយកាត់ទោសអាដាមភ្លាមទេតែអ្នកដឹងទេព្រះអង្គយាងមកក្នុងសួនឧទ្យានហើយមានបន្ទូលថាអាដាមតើអ្នកនៅឯណាព្រះអង្គឃើញថាការរួមប្រកបរបស់ទ្រង់ជាមួយមនុស្សបានបែកបាក់ហើយអ្នកដឹងទេអាដាមមានចៅទួតឈ្មោះថាហេណុកមែនហើយហេណុកគឺ7ជំនាន់បន្ទាប់ពីអាដាមហើយព្រះគម្ពីរចែងបែបនេះថាលោកហេណុកបានដើរជាមួយព្រះជាម្ចាស់ខ្ញុំមាននិមិត្តបែបនេះព្រោះថាសូមស្ដាប់លោកុបាទជំពូក5ខ22និង24លោកហេណុកបានដើរជាមួយព្រះអស់300ឆ្នាំសូមស្ដាប់ត្រង់នេះទាំងបង្កើតបានកូនប្រុសកូនស្រីជាច្រើនទៀតអាយុរបស់ហេណុកទាំងអស់បាន365ឆ្នាំលោកហេណុកបានដើរជាមួយព្រះអស់300ឆ្នាំហើយអាយុរបស់គាត់មាន365ឆ្នាំហេណុកបានដើរជាមួយព្រះរួចលោកមិននៅទៀតទេត្បិតព្រះទ្រង់បានយកគាត់ទៅនេះជាទ្រឹស្ដីរបស់ខ្ញុំលោកហេណុកពេលដែលគាត់អាយុ65ឆ្នាំគាត់ក៏មានចិត្តក្លាហានចូលទៅជួបលោកអាដាមដែលជាជីតាលួតរបស់គាត់7ជំនាន់អ្នកប្រហែលជាឆ្ងល់ថាតើធ្វើម៉េចទៅឲ្យគាត់ទៅនិយាយជាមួយជីតាលួត7ជំនាន់មុនរបស់គាត់នោះចម្លើយគឺសាមញ្ញទេបើអ្នករស់ដល់អាយុ930ឆ្នាំដែលនៅពេលដែលអាដាមស្លាប់គាត់មានអាយុ930ឆ្នាំនោះគឺអ្នកនឹងអាចឃើញចៅជាច្រើនជំនាន់បន្ទាប់កើតមកអ្វីដែលមនុស្សជាច្រើនមិនបានយល់គឺថាលោកអាដាមមានអាយុត្រឹមតែ622ឆ្នាំប៉ុណ្ណោះនៅពេលហេណុកកើតមក
ហើយនៅពេលអាដាមមានអាយុ687ឆ្នាំលោកហេណុកមានអាយុ65ឆ្នាំគាត់តាំងចិត្តក្លាហានហើយសាច់ញាតិទាំងអស់និយាយថាកុំធ្វើបែបនេះអីហេណុកកុំធ្វើអញ្ចឹងឲ្យសោះតើអ្នកដឹងទេថាប្រវត្តិសាស្ត្រប្រាប់យើងថាម៉េចនៅពេលដែលអាដាមនិងអេវ៉ាប្រព្រឹត្តអំពើបាបប្រឆាំងនឹងព្រះពួកគេបានរស់នៅដោយការបាក់ទឹកចិត្តដ៏ខ្លាំងក្លាទាំងអាដាមនិងអេវ៉ាតាមពិតសំណេរជនជាតិយូដាក៏ត្រាពីពួកគេថាអង្គុយនៅក្នុងរូងភ្នំដ៏ងងឹតអស់ពេលជាច្រើនថ្ងៃហើយសម្លឹងមើលដោយការបាក់ទឹកចិត្តជាខ្លាំងព្រោះពួកគេបានដើរជាមួយព្រះអធិការគេបានដើរជាមួយទ្រង់ដោយសេរីរុងរឿងហើយគេក៏បានបាត់បង់អ្វីគ្រប់យ៉ាងគឺបាត់បង់គ្រប់យ៉ាងដោយសារតែគេជ្រើសរើសក្នុងការមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ហើយលោកហេណុកខ្ញុំបានត្រឹមតែសម័យពីរឿងនេះដែលសាច់ញាតិទាំងអស់ប្រាប់គាត់ថាកុំយករឿងសួនច្បារមកនិយាយកុំនិយាយពីរឿងហ្នឹងឲ្យសោះព្រោះរឿងនោះធ្វើឲ្យលោកតាអាដាមមិនសប្បាយចិត្តទេប៉ុន្តែលោកហេណុកមានចិត្តស្រីឃ្លានខ្លាំងទោះបីជាគេប្រមានគាត់យ៉ាងណាក៏ដោយដូច្នេះពេលគាត់អាយុ65ឆ្នាំដែលគាត់ទើបតែមានវ័យក្មេងគាត់ក៏ទៅជួបជីតារបស់គាត់7ជំនាន់នោះហើយសួរថាលោកតាអាដាមតើការដើរជាមួយព្រះនៅក្នុងសួនឧទ្យានប្រកបដោយសេរីរុងរឿងមានលក្ខណៈបែបណាហើយអាដាមក៏ចាប់ផ្ដើមយំអាដាមមិនចង់និយាយពីរឿងនោះទេព្រោះវាឈឺចាប់ពេកប៉ុន្តែគាត់បានដឹងនៅពេលដែលគាត់មើលទៅមុខចៅលួតជាច្រើនចំនួនរបស់គាត់ឈ្មោះថាហេណុកនោះដែលមានចិត្តស្រេកឃ្លានដូច្នេះគាត់ក៏និយាយថាហេណុកពិតជាអស្ចារ្យណាស់តើបានដើរជាមួយព្រះដែលបង្កើតអ្វីៗដែលចៅមើលឃើញនេះព្រះប្រាជ្ញាញាណរបស់ទ្រង់បានបង្កើតផែនដីនេះទ្រង់ជាព្រះដែលទប់សមុទ្រនៅក្នុងព្រំដែនរបស់វាហើយមិនឲ្យវាចេញផុតពីច្រាំងទ្រង់ជាព្រះដែលបានដាក់ផ្កាយទាំងប៉ុន្មាននៅក្នុងសកលលោកទាំងមូលហើយទ្រង់ដាក់ឈ្មោះឲ្យផ្កាយនីមួយៗទាំងនោះចៅហេណុកអើយដឹងថាពួកយើងបានធ្វើអ្វីទេយើងបានដាក់ឈ្មោះសត្វទាំងអស់នៅលើផែនដីជាមួយគ្នាហើយទ្រង់សើចនៅពេលដែលតាដាក់ឈ្មោះសត្វដំរីទឹកថាដំរីទឹកទ្រង់សើចទ្រង់សពព្រះតីឈ្មោះដែលតាបានដាក់ឲ្យសត្វទាំងប៉ុន្មានហើយគាត់ក៏បានបន្តនិយាយជាច្រើនបន្តទៀតហើយលោកហេណុកក៏កាន់តែស្រេកឃ្លានឡើងតើមានអ្វីកើតឡើងលោកហេណុកនិយាយថាខ្ញុំនឹងដើរជាមួយព្រះមួយអង្គនេះទ្រង់សពព្រះរតីចង់ដើរជាមួយនឹងខ្ញុំដូច្នេះលោកហេណុកបានធ្វើខុសពីអ្វីដែលក្រុមគ្រួសារគាត់ធ្វើហើយគាត់ចាប់ផ្ដើមដើរជាមួយព្រះជាម្ចាស់ហើយព្រះអង្គក៏មានបន្ទូលថាយើងពេញចិត្តនឹងបរិសនេះណាហើយយើងនឹងយកគាត់ទៅលោកហេណុកមិនដែលស្លាប់ទេព្រះអង្គលើកគាត់ឡើងហើយគាត់ជាក្មេងម្នាក់អាយុត្រឹមតែ365ឆ្នាំប៉ុណ្ណោះដែលសាច់ញាតិគាត់ផ្សេងទៀតរស់នៅដល់អាយុ800ដល់900ឆ្នាំយ៉ាងណាមិញលោកណូអេជាពូជពងម្នាក់របស់លោកហេណុកព្រះគម្ពីរចែងថាលោកណូអេបានដើរជាមួយព្រះជាម្ចាស់អ្នកដឹងទេដោយព្រោះលោកណូអេបានដើរជាមួយព្រះជាម្ចាស់គាត់បានដឹងពីអាកំបាំងនៃទឹកជំនន់ធំមុនពេលមនុស្សផ្សេងទៀតនៅលើផែនដីបានដឹងពីរឿងនោះព្រោះគាត់ស្និទ្ធស្នាលនឹងព្រះជាម្ចាស់បើអ្នកមើលលោកអាប់រ៉ាហាំទ្រង់មានបន្ទូលទៅគាត់ថាចូលដើរនៅចំពោះយើងដូចជាលោកហេណុកដូចលោកណូអេចូលដើរចំពោះមុខយើងអាប់រ៉ាហាំអើយបើអ្នកមើលកូនចៅអ៊ីស្រាអែលមនុស្សជាច្រើនគិតថានោះមិនមែនជាប្រហារតីរបស់ព្រះសម្រាប់ពួកគេទេការគិតបែបនោះមិនត្រឹមត្រូវទេពេលលោកម៉ូសេនាំគេចេញពីស្រុកអេស៊ីបក៏បាននាំពួកគេទៅភ្នំស៊ីណៃហើយមុនពេលលោកម៉ូសេនាំពួកគេទៅជួបព្រះជាម្ចាស់លោកម៉ូសេមានជំនួបឯកជនមួយជាមួយព្រះជាម្ចាស់ហើយទ្រង់មានបន្ទូលទៅកាន់លោកម៉ូសេថាចូលអ្នកចុះទៅក្រោមវិញចូលអ្នកចុះទៅហើយប្រាប់ជាតិសាសន៍អ៊ីស្រាអែលថាដែលមានចែងនៅព្រះគម្ពីរនិខមណាំងជំពូក19ខ4អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកនៅហេតុការណ៍ដែលយើងធ្វើចំពោះជនជាតិអេស៊ីបដែលយើងបាននាំអ្នករាល់គ្នាដូចជាសត្វឥន្ទ្រីដាក់នៅលើខ្នងវាមករកយើងតែអ្នកមើលឃើញប្រហារតីរបស់ព្រះជាម្ចាស់ទេទ្រង់បាននាំពួកគេទៅរកអង្គទ្រង់ផ្ទាល់លោកម៉ូសេបាននិយាយទៅកាន់កូនចៅអ៊ីស្រាអែលថាព្រោះព្រះអង្គជាព្រះដែលមានប្រហារតីប្រច័ណ្ឌនោះគឺនៅក្នុងនិខមណាំងជំពូក34ខ14ព្រះគម្ពីរខ្មែរបរិសុទ្ធហើយនៅគម្ពីរម៉ាឡាគីព្យាការីពោលទៅកាន់ជនជាតិអ៊ីស្រាអែលថាទ្រង់មានបន្ទូលតាមរយៈព្យាការីថាយើងបានស្រឡាញ់អ្នករាល់គ្នាប៉ុន្តែដោយការមិនដឹងនិងចិត្តរឹងរូសពួកគេសួរថាតើទ្រង់បានស្រឡាញ់យើងដូចម្តេចតើទ្រង់បានស្រឡាញ់យើងដោយរបៀបណាពួកគេមិនបានទទួលស្គាល់ក្តីស្រឡាញ់ទ្រង់សម្រាប់ពួកគេយល់ថានោះជាការកាត់ទោសគេយល់ថានោះជាភាពកាចនិងខូខើគេមិនបានយល់ពីព្រះハរតីទ្រង់ទេបើអ្នកមើលទៅព្រះយេស៊ូវមានបន្ទូលថាត្បិតបុត្រមនុស្សយាងមកដើម្បីស្វែងរកនិងសង្គ្រោះអូសូមស្ដាប់ត្រង់នេះមិនមែនត្រឹមតែសង្គ្រោះអ្វីដែលបានបាត់បង់ទេទ្រង់យាងមកដើម្បីស្វែងរកដែរនេះជាព្រះハរតីរបស់ព្រះទ្រង់តាមស្វែងរកអ្នកទ្រង់តាមស្វែងរកខ្ញុំទ្រង់ស្គាល់យើងរួចទៅហើយសូម្បីតែមុនពេលដែលយើងកើតមកហើយទ្រង់ចង់បាននឹងរងចាំយើងនេះពិតជាអស្ចារ្យណាស់តើអ្នកដឹងទេតោះឥឡូវចូលយើងនិយាយអំពីជីវិតប្រចាំថ្ងៃបន្តិចដែលវាពាក់ព័ន្ធជាមួយនឹងរបៀបដែលព្រះជាម្ចាស់ទ្រង់ព្រះតម្រេះចំពោះយើងព្រោះរឿងមួយដែលពិតជាសំខាន់ដើម្បីឲ្យយើងយល់គឺថាតើទ្រង់ឲ្យតម្លៃដល់លោកអ្នកប៉ុណ្ណាអ្នកដឹងទេបើយើងឆ្លៀសវៃក្នុងការទិញទំនិញយើងនឹងតែងតែទិញរបស់ណាដែលមានតម្លៃស្មើឬលើសពីចំនួនលុយដែលយើងយកទៅទិញរបស់នោះនៅត្រង់នេះអ្វីទាំងអស់
នៅក្នុងជីវិតសុទ្ធតែមានតម្លៃដែលត្រូវបានដាក់ឲ្យវាអូខេមានន័យថាបើគេដាក់លក់ផ្ទះមួយខ្នងគេដាក់តម្លៃលក់លើវាគឺតម្លៃដែលគេកំណត់ឲ្យវាម្សិលមិញខ្ញុំមើលអ៊ីនធឺណិតហើយខ្ញុំចាប់អារម្មណ៍ឃើញថាលោក Michael Jordan ជាអ្នកលេងបាល់បោះ NBA ដែលបានលេងនៅដើមឆ្នាំ90ហើយក៏បានឈ្នះពានរង្វាន់ជាច្រើនដែរគេនឹងដាក់ដេញថ្លៃកាតដែលមានចុះហត្ថលេខារបស់គាត់ក្នុងពេលប្រហែលខែខាងមុខនេះហើយគេប៉ាន់ប្រមាណថាវាមានតម្លៃលក់ចន្លោះពី2លានទៅ3លានដុល្លារនោះគឺជាតម្លៃដែលគេឲ្យទៅលើកាតដែលមានចុះហត្ថលេខានោះហើយបើខ្ញុំវិញសំបី$100គឺខ្ញុំមិនទិញដែរប៉ុន្តែក៏មានអ្នកដែលនិយាយថាកាតនោះមានតម្លៃពី2លានទៅ3លានដុល្លារដូច្នេះតើវាមានន័យដូចម្ដេចតម្លៃនៃអ្វីមួយគឺតែងតែផ្អែកលើអ្នកដែលទិញព្រោះជាអ្នកទិញដែលនិយាយថាតើរបស់នោះមានតម្លៃប៉ុណ្ណាចំពោះខ្ញុំដូច្នេះមិនគួរសួរថាតើអ្នកមានតម្លៃប៉ុណ្ណាចំពោះមនុស្សម្នាក់ទៀតទេព្រោះមានចម្លើយផ្សេងគ្នាអ្នកមានតម្លៃប៉ុណ្ណាចំពោះព្រះដ៏មានប្រជាស្ដានោះទៅជាសំណួរដែលត្រូវសួរព្រះយេស៊ូវមានបន្ទូលបែបនេះថាហើយខ្ញុំសូមអានខគម្ពីរនេះនៅគម្ពីរដំណឹងល្អលូកាជំពូក16ខទី15ចែងថាអ្វីដែលមនុស្សលោកយល់ឃើញថាល្អប្រសើរព្រះជាម្ចាស់ចាត់ទុកថាគួរឲ្យស្អប់ខ្ពើមដូច្នេះឥឡូវយើងត្រូវសួរថាតើអ្នកមានតម្លៃប៉ុណ្ណាចំពោះព្រះជាម្ចាស់នោះជាសំណួរដ៏សំខាន់បំផុតព្រះយេស៊ូវមានបន្ទូលនៅម៉ាថាយជំពូក16ខ26ថាត្បិតបើមនុស្សណានឹងបានលោកីយទាំងមូលតែបាត់ព្រលឹងទៅនោះតើមានប្រយោជន៍អ្វីដល់អ្នកនោះសូមគិតអំពីចំណុចនេះព្រះយេស៊ូវមានបន្ទូលថាបើអ្នកយកព្រលឹងអ្នកជីវិតអ្នកទៅដោះដូរនឹងអ្វីទាំងអស់នៅលើលោកីយនេះទាំងទ្រព្យសម្បត្តិទាំងអស់នោះជាការដោះដូរមិនចំណេញទេមានន័យថាបើអ្នកគិតពីគ្រឿងអលង្ការទាំងអស់ដីទាំងប៉ុន្មានដីដែលមានតម្លៃវាមានស្កឹមស្កៃគ្រឿងអេឡិចត្រូនិកទាំងអស់ដែលមានន័យថាផលិតផលពិភពលោកសរុបនៅឆ្នាំមុនមានតម្លៃជាង85 trillion ដុល្លារព្រះយេស៊ូវមានបន្ទូលថាបើអ្នកលះបង់ជីវិតអ្នកដោយដោះដូរនឹងលុយ85 trillion ដុល្លារនោះអ្នកធ្វើការដោះដូរមិនចំណេញទេដែលប្រាប់ខ្ញុំថាអ្នកមានតម្លៃចំពោះព្រះជាម្ចាស់ច្រើនជាងលុយ85 trillion ដុល្លារដូច្នេះតើអ្នកមានតម្លៃប៉ុណ្ណាថ្លៃប៉ុណ្ណាទៅមែនហើយយ៉ូហាន 3:16 ត្បិតព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងម្ល៉េះបានជាទ្រង់ប្រទានព្រះបុត្រាទ្រង់មកតើអ្នកយល់ថាតម្លៃដែលព្រះជាម្ចាស់បានដាក់នៅលើអ្នកគឺជាតម្លៃរបស់ព្រះយេស៊ូវដែរឬទេនេះជារឿងដ៏សំខាន់ដែលខ្ញុំចង់ឲ្យអ្នកផ្អាកហើយគិតពិចារណាអំពីរឿងនេះបន្តិចព្រោះព្រះជាម្ចាស់មិនមែនជាអ្នករកស៊ីដែលល្ងងទេបើតម្លៃរបស់អ្នកចំពោះព្រះអង្គតិចជាងតម្លៃរបស់ព្រះយេស៊ូវសូម្បីតែមួយសេនចំពោះព្រះជាម្ចាស់នោះទ្រង់មិនបញ្ជូនព្រះយេស៊ូវមកទេព្រោះអ្នកមិនយកអ្វីដែលថ្លៃទៅដូរនឹងអ្វីដែលមានតម្លៃទាបជាងទេព្រះយេស៊ូវបញ្ជាក់ពីសេចក្តីនេះដោយមានបន្ទូលបែបនេះថាទ្រង់មានបន្ទូលថាហើយមនុស្សលោកទទួលស្គាល់ថាព្រះអង្គបានចាត់ទូលបង្គំឲ្យមកព្រមទាំងទទួលស្គាល់ថាព្រះអង្គស្រឡាញ់គេដូចព្រះអង្គស្រឡាញ់ទូលបង្គំដែរខ្ញុំសូមនិយាយបែបនេះហើយមនុស្សលោកនឹងយល់ថាព្រះអង្គជាព្រះបិតាដែលគង់នៅឋានសួគ៌ឲ្យតម្លៃដល់ពួកគេដោយដែលទ្រង់ឲ្យតម្លៃដល់ខ្ញុំនោះពិតជាអស្ចារ្យណាស់ព្រះគម្ពីរចែងនៅ1ករិនថូសជំពូក6ខ20ព្រះអង្គបានបង់ថ្លៃយ៉ាងច្រើនលើសលប់ដើម្បីលួសបងប្អូននៅលើโลกនេះជាអ្វីដែលមានតម្លៃខ្លាំងបំផុតដែលព្រះជាម្ចាស់បានប្រទានមកដើម្បីលួសលោកអ្នកទ្រង់អាចយកកាឡាក់ស៊ីមកលួសលោកអ្នកប៉ុន្តែវាមិនមានតម្លៃស្មើព្រះយេស៊ូវទេទ្រង់បានប្រទានអ្វីដែលមានតម្លៃខ្លាំងបំផុតចំពោះទ្រង់នៅលើសកលលោកទាំងមូលសម្រាប់លោកអ្នកព្រោះអ្នកមានតម្លៃចំពោះទ្រង់ស្មើនឹងព្រះយេស៊ូវដែរខ្ញុំចង់ឲ្យអ្នកផ្អាកសិនហើយពិចារណាអំពីរឿងនោះហេតុនេះហើយបានជាយើងត្រូវសួរខ្លួនឯងនៅសំណួរមួយចំនួនហេតុអ្វីបានជាយើងមិនកំពុងតែចូលទៅជិតព្រះជាម្ចាស់ហេតុអ្វីនៅពេលដែលទ្រង់រងចាំនិងចង់បានយើងយ៉ាងខ្លាំងក្លានោះហេតុអ្វីបានជាយើងមិនចូលទៅជិតព្រះអង្គហេតុអ្វីបានជាយើងមិនចំណាយពេលជាមួយនឹងស្ដេចនៃសកលលោកទាំងមូលជាព្រះដែលបានបង្កើតអ្វីទាំងអស់ដែលអ្នកមើលឃើញនិងមើលមិនឃើញពេលដែលលោកហេណុកមានចិត្តស្រេកឃ្លានយ៉ាងខ្លាំងរហូតដល់គាត់ធ្វើផ្ទុយពីដំបូលមានរបស់ឪពុកគាត់ជីតាគាត់ហើយគាត់ក៏ទៅជួបលោកអាដាមដែលជាជីតាទួតច្រើនចំនួនរបស់គាត់ព្រោះគាត់ចង់ដឹងថាតើបែបណាទៅក្នុងការដើរជាមួយព្រះអធិការនៃសកលលោកទាំងមូលលោកហេណុកពិតជាបានតាមស្វែងរកព្រះជាម្ចាស់ព្រះអង្គសពព្រះហឫទ័យរហូតដល់ទ្រង់លើកគាត់ឡើងមនុស្សយើងម្នាក់អ្នកនិងខ្ញុំដោយសារអ្វីដែលព្រះយេស៊ូវបានធ្វើព្រះអង្គអញ្ជើញយើងឲ្យចូលទៅជិតទ្រង់ហើយពេលដែលអ្នកធ្វើអញ្ចឹងនោះព្រះជាម្ចាស់
និងយាងមកចិត្តលោកអ្នកវិញ សូមណែនាំកម្មវិធីទូរស័ព្ទ Messenger X ជាកម្មវិធីដ៏ថ្មីសន្លាងសម្រាប់ការ download ធនធាននិងបើកមើលវីដេអូជាបណ្ណាល័យ digital ទាំងមូលដែលមានធនធានសម្រាប់ការបង្កើតសិស្សពីលោកគ្រូចននិងអ្នកគ្រូលីសាបូវីរួមទាំងការបង្រៀនជាវីដេអូសៀវភៅសំឡេង e-book វីដេអូខ្លីៗព្រះគម្ពីរនិងច្រើនថែមទៀតកម្មវិធីនេះអាចប្រើប្រាស់នៅគ្រប់ឧបករណ៍ទាំងអស់និងឥតគិតថ្លៃដោយមានជាង111ភាសាការបង្កើតសិស្សសម្រាប់គ្រប់គ្នានៅគ្រប់ទីកន្លែងសូម download កម្មវិធីទូរស័ព្ទឬចូលទៅគេហទំព័រ messengerx.com